សួស្តីអ្នកទាំងអស់គ្នាតែឆ្នាំ2027ខាងមុខនេះទាំងអស់គ្នាមានគោលដៅអ្វីខ្លះសម្រាប់ខ្ញុំផ្ទាល់មានគោលដៅ5គោលដៅទី1គឺការសិក្សាខ្ញុំកំណត់ខ្លួនឯងថាធ្វើយ៉ាងណាក្នុងឆ្នាំ2027នេះធ្វើយ៉ាងម៉េចឲ្យការសិក្សាច្បាប់របស់ខ្ញុំរៀនឲ្យចេះជាងមុនល្អប្រសើរជាងមុនហើយអ្វីដែលខ្ញុំត្រូវផ្ដោតគឺមានសៀវភៅ4ក្បាលគឺក្រមព្រហ្មទណ្ឌក្រមនីតិវិធីព្រហ្មទណ្ឌក្រមរដ្ឋបវេនីនិងក្រមនីតិវិធីរដ្ឋបវេនីខ្ញុំសន្យាខ្លួនឯងថាក្នុងឆ្នាំ2027ខាងមុខនេះធ្វើយ៉ាងម៉េចក្រម4មុខហ្នឹងត្រូវតែចេះចាំស្ទាត់ទៅតាមមាត្រានីមួយៗហើយឲ្យយល់កាន់តែច្បាស់គោលដៅទី2អភិវឌ្ឍខ្លួនគោលដៅនេះគឺខ្ញុំត្រូវតែព្យាយាមអភិវឌ្ឍខ្លួនដោយសារតែបច្ចុប្បន្ននេះគឺសម័យ digital សម័យ AI អញ្ចឹងយើងត្រូវតែរៀនអ្វីដែលប្លែកៗដូចជាការរៀនពី AI តាមរយៈ Chat GPT តាមរយៈ Gemini ហើយនឹងផ្សេងទៀតមិនតែប៉ុណ្ណោះខ្ញុំនឹងរៀនជំនាញកាត់តវីដេអូដើម្បីបង្កើត channel ឡើងដើម្បីចែករំលែកអំពីការរៀនច្បាប់ដូចដែលបងប្អូនបានឃើញជាក់ស្ដែងនេះក៏ខ្ញុំមិនទាន់ចេះអីដែរតែបច្ចុប្បន្នខ្ញុំរៀនបដាខ្ញុំធ្វើវាបដាបើសិនជាយើងមិនរៀនហើយបើយើងមិនអនុវត្តទេប្រកាសណាស់ថាយើងមិនទៅមុខទេហើយក៏អត់មានដឹងថាចំណុចខុសចំណុចណាត្រូវដែរចំណុចទី3សុខភាពគឺវាមានសារៈសំខាន់មិនថាសម្រាប់ខ្ញុំមិនថាសម្រាប់បងប្អូនទេប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់បច្ចុប្បន្នដើម្បីឲ្យមានសុខភាពល្អគឺខ្ញុំអនុវត្តដូចជារៀងរាល់ព្រឹកខ្ញុំក្រោកហាត់ប្រាណចន្លោះពី15នាទីទៅ30នាទីនិងពេលល្ងាចខ្ញុំចេញពីធ្វើការវិញគឺខ្ញុំហាត់ប្រាណដែរចន្លោះពី15នាទីទៅ30នាទីដូចគ្នាសម្រាប់អាហារគឺខ្ញុំហូបបន្លែផ្លែឈើត្រីសាច់ដែលសម្បូរជីវជាតិហើយសម្រាប់គ្រឿងកំប៉ុងគឺខ្ញុំមិនហូបទេពីមុនខ្ញុំហូបច្រើនដែរព្រោះអត់ដឹងពីផលប៉ះពាល់តែដល់ពេលក្រោយមកខ្ញុំដឹងពីផលប៉ះពាល់ច្រើនខ្ញុំក៏ផ្អាកវាតែម្ដងចំណុចទី4គឺការគ្រប់គ្រងពេលវេលាសម្រាប់ខ្ញុំផ្ទាល់ដោយសារតែបច្ចុប្បន្ននេះខ្ញុំជាអ្នកធ្វើការផងហើយក៏ជានិស្សិតសិក្សានៅថ្ងៃսៅរ៍អាទិត្យដែរដូចនេះខ្ញុំបែងចែកពេលវេលារៀនហើយនិងពេលវេលាធ្វើការសម្រាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រពីម៉ោង 7:30 នាទីរហូតដល់ម៉ោង 5គឺខ្ញុំធ្វើការនៅកន្លែងការងារហើយម៉ោងសម្រាកបាយគឺខ្ញុំព្យាយាមស្វែងយល់និងរៀនបន្ថែមពីការងារដែលខ្ញុំអនុវត្តជាក់ស្ដែងហើយចាប់ពីម៉ោង 8:30 នាទីរហូតដល់ម៉ោង 10គឺខ្ញុំមើលមេរៀនសម្រាប់ថ្ងៃսៅរ៍អាទិត្យគឺខ្ញុំរៀននៅសាកលវិទ្យាល័យដូចនេះសួរថាខ្ញុំហត់ទេអញនិយាយបានថាបច្ចុប្បន្នគឺខ្ញុំហត់ដែរដោយសារតែយើងអត់មានពេលសម្រាប់គ្រប់គ្រាន់ព្រោះឲ្យយើងធ្វើការពេញហើយយើងត្រូវទៅរៀនសៅរ៍អាទិត្យទៀតហើយយើងអត់មានពេលសម្រាប់ទេតែទោះបីយ៉ាងណាក៏ដោយក៏ខ្ញុំសប្បាយចិត្តដែរព្រោះដោយសារអញនិយាយបានថាខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តរៀនតាំងពីតូចមកទោះបីជាបច្ចុប្បន្នខ្ញុំរៀនមិនប្រកែកដូចគេតែខ្ញុំព្យាយាមនៅតែរៀនចប់ពីបរិញ្ញាបត្រមកខ្ញុំចូលបរិញ្ញាបត្រមួយទៀតបន្ទាប់មកខ្ញុំរៀន Master ចប់ពី Master ខ្ញុំក៏បន្តយក Master មួយទៀតបនខ្ញុំចូលឆ្នាំទី2ហើយបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់នៅទី5ខ្ញុំចង់ក្លាយខ្លួនឯងជាមនុស្សល្អអញ្ចឹងចំណុចនេះគឺវាស្រួលណាស់សម្រាប់ខ្ញុំព្រោះបច្ចុប្បន្នបើនិយាយចំខ្ញុំអាចនិយាយបានថាមនុស្សដែលចូលចិត្តចែករំលែកទាំងចំណេះដឹងទាំងការងារហើយនឹងការធ្វើបុណ្យធ្វើទានអញ្ចឹងដើម្បីឲ្យក្លាយជាមនុស្សល្អបានលុះត្រាឲ្យតែយើងមានការប្រព្រឹត្តល្អគិតល្អទៅគឺវាគ្រប់គ្រាន់ណាស់ទៅហើយបងប្អូនត្រូវចាំថាការដាក់គោលដៅកុំចាំបាច់ដល់ធំតែគោលដៅតូចមួយក៏វាល្អសម្រាប់យើងដែរតែសំខាន់ឲ្យតែបងប្អូនមានគោលដៅច្បាស់លាស់ថាយើងចង់បានអីធ្វើអីហើយគោលដៅយើងកំណត់ពីតូចទៅធំកាលណាយើងធ្វើពីតូចទៅធំបានអញ្ចឹងគោលដៅធំថ្ងៃក្រោយក៏ជាអញនិយាយបានថាគឺវាជោគជ័យសម្រាប់យើងដែរ
បើបងប្អូនគិតថាវីដេអូនេះល្អសម្រាប់បងប្អូនអាច share Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណ